បាទសូមគោរពជំរាបសួរប្រិមិត្តដែលកំពុងតាមដានទស្សនាការ live show ពិសេសរបស់ខ្ញុំបាទសោមឆាយាបាទថ្ងៃនេះម៉ោងនេះខ្ញុំបាទសូមចូលមកដើម្បីនឹង live ជំរាបជូនប្រិមិត្តពីព័ត៌មានខ្លះៗនៃឥទ្ធិពលនៃការដឹកនាំរបស់ Donald Trump ដើម្បីការពារពេលល្ងាចនេះខ្លាចលោកខ្ញុំបាទជាប់កម្មវិធីវែងទៅព្រោះថ្ងៃសៅរ៍មានកម្មវិធីបដាល់នៅ PNN នៅទីណាបាទនៅ PNN ខ្លាចខ្ញុំបាទមកអត់ទាន់អាចថាបើមកទាន់ live ម៉ោង8ជាងក្នុងយប់នេះអានឹងខ្ញុំបាទនឹង live ជូនតែបើថាកម្មវិធីដល់ម៉ោង8ជាងដែរមកអត់ទាន់អានឹងក៏អត់បាន live អញ្ចឹង live ពីនេះឲ្យហើយនៅទីណាបាទ live ពីនេះឲ្យហើយតែព័ត៌មានអាប់ដេតវាតបន្តិចទៀតវាបានមានមកទៀតនៅទីណាបាទអញ្ចឹងខ្ញុំបាទយករឿងការងាររបស់ត្រាំហើយពាក់ព័ន្ធទៅនឹងរឿងអ៊ុយក្រែនខ្លះទេណាបាទក្នុងនោះគឺបដោតទៅលើអ្វីដែលត្រាំគាត់កំពុងតែធ្វើគោលនយោបាយរបស់គាត់ហើយធ្វើឲ្យប្រជាជនរបស់គាត់ដែលបោះឆ្នោតឲ្យគាត់នឹងខ្លះនោះគឺអត់សប្បាយចិត្តទេបាទតវ៉ាជាមួយនឹង Donald Trump ដល់ថ្នាក់ថាកន្លែងខ្លះនោះគឺដេញរដ្ឋខ្លះដែលជារដ្ឋរបស់គណៈបក្សសាធារណរដ្ឋនឹងដេញហូជាតំណាងរាស្ត្រសាធារណរដ្ឋដែលជាគណៈបកជាមួយនឹង Donald Trump នឹងអញ្ចឹងហេតុការណ៍នឹងវាមានកើតឡើងនៅក្នុងទឹកដីសហរដ្ឋអាមេរិកក្រោយពី Donald Trump គាត់ប្រើនយោបាយតម្លើងពន្ធនាំចូលហើយនឹងដេញពលករដេញជនភៀសខ្លួនបរទេសដែលទៅនៅខុសច្បាប់នៅលើទឹកដីអាមេរិកវាធ្វើឲ្យប៉ះពាល់ទៅដល់អ្នកដាំដុះកសិករដាំដុះពួកបន្លែផ្លែឈើអីហ្នឹងដែលប្រើតែពួកភៀសខ្លួនពួកតម្លៃពលកម្មទាបហើយគេទាំងអស់គ្នាហ្នឹងស្អីក៏ធ្វើដែរឲ្យតែប្រើឲ្យតែមានការងារធ្វើអញ្ចឹងពួកហ្នឹងទៅអស់ហើយទៀតទៅអស់ហើយឲ្យប្រជាជនអាមេរិកមកបោចមកបោះមកបេះរបៀបហ្នឹងលីរបៀបហ្នឹងអីរបៀបហ្នឹងគេអត់ធ្វើទេប្រជាជនអាមេរិកហ្នឹងអញ្ចឹងមានតែបរទេសហ្នឹងឯងហើយដល់អញ្ចឹងទៅឥឡូវទៅដេញគេទៅឥឡូវគេទៅអស់ដល់ទៅអស់ទៅអាចចំការហ្នឹងផ្លែឈើហ្នឹងអាលួយអស់ទៅផ្លែឈើដល់ទុកយូរទៅហួសកំណត់វាលួយហើយទៀតវាទុំមកជ្រុះឲ្យលួយខូចអស់ខាតអស់អញ្ចឹងកសិកររបស់អាមេរិកហ្នឹងកំពុងតែខាតបង់ច្រើនណាស់ហើយខឹងទៅនឹង Donald Trump ដែលធ្វើគោលនយោបាយរបៀបនេះធ្វើឲ្យវាប៉ះពាល់ទៅដល់របបរុស្ស៊ីរបស់គេអូខេបាទឥឡូវខ្ញុំសូមមកមើលការ comment របស់ប្រិមិត្តដែលចូលមកនៅទីណាថ្ងៃនេះប្រហែលជាបងប្អូនខ្លះអត់បានដឹងដោយសារថាយើង live ខុសម៉ោងតែក្នុងគោលបំណងដើម្បីជម្រាបជូនថាក្រែងលយប់នេះខ្ញុំបាទអត់បានមកតន់ live អញ្ចឹងយើងជួបគ្នាពេលថ្ងៃនេះបន្តិចទៅបើយប់នេះអាចមកតន់ខ្ញុំបាទនៅ live ជូននៅទីណាបាទសូមស្វាគមន៍លីសវត្ថាបាទខណ្ឌនំរស្មីអង្គរបាទត្រឹមច័ន្ទអរគុណសាភារារពូតំបន់ឃើញទាហានរបស់អ៊ុយក្រែនយ៉ាងម៉េចហើយឥឡូវនឹងដកឲ្យទៀតណាបាទដកតែមិនទាន់អស់ទេដោយសារកន្លែងខ្លះគឺចំពុំជាប់ដៃរុស្ស៊ីបិទដែរនិយាយទៅតំបន់ឃើញនេះយើងទទួលស្គាល់ថាជាការប្រមាថរបស់អ៊ុយក្រែនតែអ៊ុយក្រែនដឹងហើយថាมันអាចនឹងនៅយូរទៀតបានទេដោយសារថាតំបន់ឃើញនេះវាអត់អាចយកទៅធ្វើអីទៅអាចដោះដូរឬក៏ទៅតវ៉ាអីជាមួយនឹងពូទីនបានទេព្រោះវាតូចហើយទីពីរទៀតពូទីនខ្លួនឯងគាត់ក៏នៅខ្លាំងនៅឡើយនៅទេណាបាទនៅខ្លាំងនៅឡើយអញ្ចឹងព័ត៌មានដែលយើងស្ដាប់នឹងទទួលនៅការវិភាគរបស់អ្នកវិភាគសំខាន់របស់អាមេរិករបស់ស្ថានីយ
tua thom thom để BBC để ấy nắng cái còn vi tầm lạiได้ถ้าเรื่องนี้วิปิบะนะมันการจอจานี่เพราะสัตว์บ้าลูกปูตินก่อนเรามีเปรียบมาแค่เนี่ย30 ថ្ងៃนี่กรอนท่าวิจีเรื่องกับเป็นกระป๋องแล้วก็ลูกปูตินก่อนตอนตัวตีท่า1ชบบัง30 ថ្ងៃก่อนท่าละอโยธาจิกะละอพิพกก็อดเฮียนยีทำมันละอเตะแต่เฮียนยีทำมันละอวิอาเพื่อเอาพิภพโลกท้าลูกปูตินนั้นจังทุยสกรีมอดจังสันติภาพตีไปอ่านจังกับแต่ขนมจีมุ้ยที่นั้นกดจอไล่เห็นเจ้าไล่เห็นจออย่างต่างนี้ตามเอาไว้ได้โลกเซนสกีกดจอประกันเลยเดี๋ยวนะบาจอประกันยีเต้าปีเนี้ยนั้นแต่ดาวนี้ได้กระดาษเลยใช่ไหมโปรบานเบียดจูนจังแต่ดาวนี้ได้กระดาษนั้นแล้วนั้นโดนัลด์ทรัมป์เดินเรียบอย่างไม่บีบปูตินกันท่าเต้ยังได้กระดาษแต่ปีเนี้ยได้แต่ปีเนี้ยแต่ทรัมป์กันท่ายังมาได้จีมุ้ยเนี่ยไอ้เต้โบจีรัวนั้นคือวัยนี้วัยแต่ปีเนี้ยนั่นเองแล้วกอดเมาส์จีเนี่ยดอกสายเคยบัตรกอดจีเนี่ยเอาอาวุธก็เป็นแต่กอดเลงฮะถ้าดักสัมพีดตั้ง2 ข้างไอ้ดักสัมพีดแต่เลยปูตินไอ้ดักสัมพีดแต่เลยโลกเซเลนสกีจังลูกโดนัลด์ทรัมป์ก็เมียนเบียเลงนั่นเองนะบ่ามีสลักเบียเลงแต่แล้วก็ไปเจนสลักเบียมวยตีนนั้นคือสลักเบียแปะพรตัวนั้นกาđã toàn là cam lừa thì kia đèn được sau class nó họ tình tôi nhớ là sớm được Joe Biden còn nợ bà cho ai còn mình bất mót nói rồi xí đọ được hàm với tao khang lô khang lách nơi miên người hao thả miên nơi sân đàn chất một thua class này nhé sớm được Joe Biden cái nát bà tích tiết như đừng gì đừng tích hay ngàyนี้nhưng bà nghĩ đi like bà chỉ cả làm màu cái nó tiền nát bà cả làm màu chẳng tích tiết dùng trồ bà hạ bà ngày đi lại cả đá ngày bà đôi ban chụp riêng chun chẳng bà khai cả dục ní trong bà màu ọt toàn thì bố miền bà miền bà đa vô thà rong thôm rồi bỏ thịt ấn nó tiền nát bà con sặc coi bà công sự chi vút bà càng sự chi vút bà chứ mà hôn thả vi đồng ban sinh tiết bà do mình bán còn mình bành hạt đây là pu thưa mình oi rồi xí trôm thưa mình oi rồi xí trôm khạc bành hạt đây là pu thưa mình oi rồi xí trôm khạc ok chích rất thia bà ở con sân thiệp ok tập trời tiền chăn đà rất bà Putin mình tục chất Trump tê mà ok của sao chiết bạt yêu của sao chiết xiên sụp hạt bà Trung Quốc chơi chôn Ukraine rồi bật bị phơi sừng kiếm bà con đà ra bị phục lục dương đi bơ cho bơ lang nấu tại chiết Trump mình rồi là nước miền đặc là bon oi là thà Trump nâng trâu cái đinh ấy riêng mà chừng luôn tiết đến chừng Greenland thì xây nâng chừng mơ Trump quạt thư chẳng mạch của lâu nó quạt gì chỉ mùi nước hang mi NATO nó cái thiên NATO nó là quạt vô Greenland nâng chạm bạch trâu vô này NATO cái ta nhưng ở bộ NATO ở bẹp hoàn đấy đó NATO bạn đi sai đây nè riêng Greenland nước và America thường mình vô ban vô tàu chúng ta chỉ cho Greenland thay thế cái toàn trong tàu chỉ America Piliti nè ok con đà ra bà bị phục luôn nhưng đi vô ok lập set và on an bồ rất ca sầm lấy họ cuốn tiến hình sầm nàng và tốt Svandaทำไมผู้สมเด็จเยี่ยเรื่องพรมแดนกัมพูชาติดบานเตะลูกรู้ลูกผู้ลือถัดไทยบานปลายยันให้อะไรผมมวยบาขั้วโจมาลูกตึกในกัมพูชาอย่างเชื่อลูกผู้บัตามเห็นตั้งกัมพูชาเมียนประเภทประปอนกับช่วยกาเปียดแดนอากาศเอกคือดับปีหนึ่งเอกคือผมเปิลเกี่ยวประปอนทำไมถึงเรือผมพอดพีเอใบแต่พวกไทยได้ดังท่ากัมพูชามีอาวุธอาศัยพิวุธตุ่มเนิบได้
ឬទេលោកពូបានហ៊ានដល់ថ្នាក់នេះខ្ញុំបាទអត់បានទទួលព័ត៌មាននឹងទេអត់ដឹងទេហើយរឿងនេះយើងមិនអាចនិយាយគេហៅថាស្មានយកទេណាធស្សវណ្ដាពីព្រោះធស្សវណ្ដាគាត់ដឹងខ្លួនថាយើងនឹងជាស្អីទូនាទីជាស្អីពីព្រោះការយកអាវុធរបស់កម្រិតគេហៅថាថ្នាក់ជាតិមកហើយយើងមកនិយាយអញ្ចឹងវាអានេះខ្ញុំអានតាមអ្វីដែលលោកសរសេរទេណាតែខ្ញុំបានថាល្អយើងកុំទៅជ្រៅយ៉ាងពេកទុកឲ្យរដ្ឋាភិបាលទៅរៀបរដ្ឋាភិបាលទុកឲ្យកងទ័ពទៅធ្វើការទៅយើងដល់ដឹងច្រើនយ៉ាងពេកទៅធ្វើច្រើនពេកទៅអត់មានពេលធ្វើការងារអស់ហើយរស់ស៊ីអស់ហើយណាយើងគ្រាន់តែដឹងទៅតែកុំឲ្យវាជ្រៅពេកណាមិនបានថាអញ្ចឹងពីព្រោះវារឿងវារសើបណាស់កុំភ្លេចថានៅថៃដែលបង្កឲ្យវាមានចំនួនជាមួយកម្ពុជារបស់យើងបានកាលសម័យប្រាសាទព្រះវិហារនោះជំនាន់ប្រាសាទព្រះវិហារនោះដោយសារពួកជ្រុលនិយមថៃនឹងឯងញុះទៅញុះមកអូសទៅអូសមកដាក់គ្នាក្រឹបឃើញទេហ្នឹងហើយឥឡូវហ្នឹងរដ្ឋាភិបាលទាំងពីរជាយាមរដ្ឋាភិបាលយើងក៏ជាយាមដែរពួកជ្រុលនិយមហ្នឹងដែលកំពុងតែញុះធ្វើម៉េចឲ្យតែប៉ះគ្នាទៅគឺគេសប្បាយចិត្តតែដល់ហើយវាពិបាកប្រជាជនយើងនៅជាដែរនោះឃើញទេរឿងអធិបតេយ្យវានៅជាអធិបតេយ្យរបស់យើងទេវាមិនអាចអ្នកណាមកយករបស់យើងបានទេណាតែគ្រាន់ថាឥឡូវហ្នឹងគេនៅជជែកគ្នាប្រទេសខ្លះគេនៅមិនទាន់ចប់សពគ្រប់ផងការបោះបង្គោលព្រំដែនអាណាដែលដោះមិនចេញគេនៅតែទុកអញ្ចឹងជជែកគ្នាជៀសវាងការប៉ះគ្នាប្រដាប់អាវុធដូច្នេះយើងអត់នេះទេចង់ F16 F17 អីគេមានស្អីយើងមានស្អីអានឹងរឿងរបស់នេះទៅទុកឲ្យទូនីតិរបស់ថ្នាក់ដឹកនាំលោកគិតគូរដោះស្រាយទៅយើងបោះឆ្នោតឲ្យគណៈបកប្រជាជនដឹកនាំហើយទុកចិត្តគណៈបកប្រជាជនហើយឲ្យដឹកនាំទៅណាយើងជឿថារដ្ឋាភិបាលលោកមានភ្នែកមានវិជ្ជាគ្រប់គ្រាន់ដើម្បីនឹងធ្វើការងារទាំងអស់ហ្នឹងណារ៉ាសិតអាម៉ាត់បាទសួស្តីម៉ៅផល្លាសុខសប្បាយទៀតហៀងសគុណបាទមីគុន្ធីលោកខាងលិចជាមនុស្សល្អមានសន្តានចិត្តល្អពិតហើយមិនដូចជនជាតិរុស្ស៊ីទេមានចិត្តអាក្រក់ខ្លាំងណាស់លោកនាយកអូខេអាហ្នឹងលោកមីគុន្ធីគាត់ខមមិនមកជួនមកហ៊ុនបាទយុទ្ធសាស្ត្រត្រាំទេលោកពូត្រាំគោដើម្បីរកផ្លូវបញ្ចប់សង្គ្រាមត្រាំត្រៀមខ្លួនធ្វើសង្គ្រាមពាណិជ្ជកម្មអូខេមានសរិទ្ធអរគុណមានសរិទ្ធបាទឥឡូវខ្ញុំដោយសារតែពេលយើងតិចខ្ញុំបាទចូលព័ត៌មានពាក់ព័ន្ធទៅនឹងរឿងដែលលោកដូណាល់ត្រាំគាត់ប្រើនយោបាយក្តៅរបស់គាត់ដើម្បីនឹងដេញជនភៀសខ្លួននឹងវាធ្វើឲ្យវាប៉ះពាល់ទៅដល់ជីវភាពរស់នៅក៏ដូចជាតម្លៃទំនិញទាំងអស់ហ្នឹងនេះទេណាបាទដែលមកពីកសិដ្ឋាននានាកសិផលទាំងអស់ហ្នឹងគឺមានហ្នឹងដូចពួកបេះផ្លែប៉េងប៉ោះពីព្រោះអស់នេះអត់អាចប្រើគ្រឿងចាក់អីទៅបេះបានទេវាទាល់តែមនុស្សហើយមនុស្សហ្នឹងគឺទាល់តែពួកបរទេសនឹងហើយដែលទៅធ្វើបានគឺមានតែពួកអាស៊ីយើងនេះមានពួកអាហ្វ្រិកនេះមានពួកអាមេរិកកណ្ដាលនេះច្រើនតែទៅធ្វើការងារទាំងអស់ហ្នឹងដើម្បីរកប្រាក់កម្រៃហើយប្រាក់ឈ្នួលក៏មិនខ្ពស់ដូចពួកជនជាតិអាមេរិកទេអានឹងវាធម្មតាទេជនជាតិអាមេរិកអត់មកធ្វើទេធន់ហ្នឹងរបៀបហ្នឹងមិនអញ្ចឹងទេណាបាទដល់អញ្ចឹងទៅឥឡូវហ្នឹងដេញពួកហ្នឹងអស់អាខ្លះគេមិនទាន់ដេញផងភ័យរត់ទៅកិច្ចទៅពួនចោលអាកន្លែងចការហ្នឹងគឺអត់អ្នកណានៅអត់មានកម្មករបរទេសនៅទេរត់អស់ហើយអញ្ចឹងទេពួកផ្លែអស់ហ្នឹងវាលួយខូចអស់ទៅផ្លែឈើអស់ហ្នឹងមិនអញ្ចឹងអាពួកផ្លែឈើថាទុំហើយតលបេះថាអត់បេះទេវាលួយអស់ហើយលួយអស់ទៅលក់មិនកើតដល់អត់មានបន្លែទៅលក់ទីផ្សារអត់បន្លែផ្លែឈើអត់បន្លែផ្លែឈើមានមកពីខាងក្រៅឬក៏មានសល់ឡើងថ្លៃរបស់ឡើងថ្លៃ
chẳng thưa mày miễn tại nóm chênh nóm mò bị krao bật nóm bị krao bật vì bà rừng pôn tiệt lâu nâng bà chia chôn Amerik nâng cầm là xua Donald Trump thà lâu nâng Donald Trump kết giảm mách chỉ mùi nâng bật chịch khang chỉ mật phẹt nè nâng thì rốt bật nâng cứ chia bật làជួយគុតគង់គ្នាទៅវិញទៅមកការតម្លើងពន្ធនឹងគឺវាត្រូវមានហើយក៏ប៉ុន្តែគេត្រូវជ្រើសរើសមុខទំនិញរបស់ណាដែលវាអត់ប៉ះពាល់ទៅដល់ជីវភាពប៉ះពាល់ទៅដល់តម្លៃរបស់វាហើយអ្វីដែលប្រជាជនអាមេរិកបោះឆ្នោតឲ្យលោកដូណាល់ត្រាំដើម្បីនឹងមកដោះស្រាយបញ្ហាជីវភាពរស់នៅរបស់គេនឹងហើយប្រសិនបើថាអ្វីដែលគេចង់បានបំផុតនឹងគឺធ្វើយ៉ាងម៉េចកុំឲ្យជនភៀសខ្លួនខុសច្បាប់នឹងវានៅច្រើនពេកណាវានៅច្រើនពេកហើយក៏កំណត់ឲ្យបានច្បាស់លាស់ថាវាត្រូវការប្រមាណតួលេខប្រមាណអីប្រមាណឲ្យច្បាស់លាស់ជាតិណាសាសនាមករបៀបណាអីរបៀបណាមិនមែនចេះបដ ாய் ឲ្យមកអញ្ចឹងអានេះប្រជាជនអាមេរិកដែលបោះឆ្នោតឲ្យដូណាល់ត្រាំនឹងតែគេមិនបានគិតដល់ថាពេលដែលដូណាល់ត្រាំក៏ឡើងកាន់អំណាចគាត់បោះហើយទាំងអស់ហ្មងគាត់គ្រាន់តែបូនមាត់ដាក់ភឹងមកដល់ឲ្យកូនចៅនោះដាក់ភឹងមកដល់ម្ល៉េះហើយរត់ទីណាត់ទីណែនអស់ឥឡូវហ្នឹងនេះដូចជាចកាអាលឹកនេះអាលឹកបើសិនបើថាអត់យកអំលឹះទៅបេះទេធ្វើមិនទៅទៀតហើយយកឡានឈុលអាត្រាក់ចូលនឹងជន់ខ្ទេចជន់ខ្ទីហើយវាអត់ទាន់មានបច្ចេកវិទ្យាណាដើម្បីនឹងធ្វើម៉ាស៊ីនបេះលពៅបេះផ្លែពេញប៉ោះពីព្រោះមនុស្សវាអាចរើសបានវាតិចទៀតប្រហែលជាមាន AI អាចរើសបានក៏តែតម្លៃហ្នឹងក៏វាមិនថោកប្រហែលដែរអញ្ចឹងពេលនេះនៅអត់ទាន់មានប្រើមនុស្សរបៀបហ្នឹងសិនហើយគេទាំងអស់ហ្នឹងតម្លៃពលកម្មថោកណាហើយការងារអញ្ចឹងគិតថាប្រជាជនអាមេរិកក៏ធ្វើអត់ធ្វើទេអញ្ចឹងបាននរណាទៅបេះឥឡូវដល់អត់មនុស្សបេះខូចអស់ឥឡូវត្រូវការដាំទៀតនឹងធ្វើមិនដាំទេដាំហើយបានមនុស្សណាមកបេះអញ្ចឹងមានតែបិទទ្វារហើយបិទទ្វារអ្នកដែលចាំហូបហ្នឹងចាំបន្លែផ្លែឈើហ្នឹងអត់មានបន្លែផ្លែឈើហូបយកពីក្រៅមកឡើងថ្លៃអ្វីដែលប្រជាជនអាមេរិកគាត់ចង់បានមកគឺគាត់ចង់ឲ្យដូណាល់ត្រាំចាត់ការជាមួយចិនអានឹងច្រើនជាងកាណាដាច្រើនជាងមិចស៊ីកូហើយប្រសិនបើត្រូវចាត់ការតម្លើងតំណែងតម្លើងអីហ្នឹងក៏ត្រូវមានការគិតគូរប្រជុំដើម្បីវិភាគនិងវាយតម្លៃដូចជាករណីដែលថាឥឡូវហ្នឹងប្រកាសឡើងតំណែងជាមួយនឹងកាណាដាដល់ពេលកាណាដាដាក់មកវិញពីព្រោះមិនបានថាអញ្ចឹងកាណាដាក៏វាដូចខេត្តមួយរបស់របៀបរស់នៅការរស់នៅការទិញដូរលក់ដូរជាមួយគ្នាហ្នឹងសេដ្ឋកិច្ចជាមួយគ្នាហ្នឹងវាក៏ដូចខេត្តមួយរដ្ឋមួយរបស់អាមេរិកដែរហ្នឹងដែលលោកណាល់ត្រាំគាត់ថាគាត់ចង់បានធ្វើជារដ្ឋទី51របស់គាត់វាជាដូចយ៉ាងដែរក៏ប៉ុន្តែគេជាប្រទេសឯករាជ្យមួយមានអធិបតេយ្យភាពត្រឹមត្រូវក៏ប៉ុន្តែនិយាយពីសេដ្ឋកិច្ចការលក់ដូរអីគឺវាអាស្រ័យគ្នាអាមេរិកយកតំណែងមួយចំនួនដូចជាទឹកក្រូចដូចជាស្រាអីហ្នឹងយកទៅលក់នៅកាណាដាគាត់មានតិចគាត់ទិញពីអាមេរិកយកទៅលក់ដោយឡែកតំណែងផ្សេងរបស់កាណាដាក៏អាមេរិកខ្វះអាមេរិកទិញយកមកលក់ដើម្បីឲ្យលក់ឲ្យប្រជាជនរបស់ខ្លួនហើយករណីមួយចំនួនទៀតពីព្រោះឥឡូវនេះវាពិភពលោកវាទីផ្សារសេរីវាពាក់ព័ន្ធគ្នាទាំងអស់ដូចជាការផលិតរថយន្តមួយខ្ញុំបាទធ្លាប់បានរៀបជូនអញ្ចឹងអាកង់ឡានហ្នឹងផលិតនៅប្រទេសមួយទៀតអាកញ្ចក់ឡានហ្នឹងផលិតនៅប្រទេសមួយទៀតទៅដូចជាយន្តហោះអញ្ចឹងតម្រាប់បានជាយន្តហោះមួយហ្នឹង Boeing មួយហ្នឹងប្រទេស2 3ដែលត្រូវផលិតហើយដល់ពេលតម្លើងពន្ធអស់ហ្នឹងទៅរបស់វាឡើងថ្លៃអាផលិតចេញមកទៅវាកាន់តែថ្លៃទៀត
chẳng lụa ọt chênh nâng hơi đã phương ở việc bác bó từ đó tùm ninh để lụa nó không có tiền Amerik hay đó là bác bó nhưng tới phải chi chuôn cái đau cả hai gì đó bà phải chi chuôn Amerik cái đau cả hai bà phải chi chuôn cái đau cả hai sài chỉ Donald Trump có thằng ọt tế có phương nó cứ đâm bay oi phải chi chuôn bác quan nó miên ban nó pi khẳng mục phải chi chuôn Amerik người ta tê khẳng mục miên ban là na lâu nó chẳng ọt xì hay thứ mấy thì bà hai phong tia mà crop mà đô la smart buôn pon real phong tia sọc dương đi vào má tiếng ọt đào mà pon thế nè ọt đôi chỉ pram rồi ấy thế phong ngoan phong tia dương đó pram rồi real rồi còn phần bay rồi real tại phong tia na Amerik mà buôn pon mà đô la smart là buôn pon real chẳng chi hiệp rồi nơi rồi bao chỉ bồi nó việc khua việc bạc qua từ đó nẹt sẽ tọt còng này hai nẹt sẽ tọt còng nó mà chừng luôn nó cứ bỏ cho nó đòi Donald Trump chẳng cùng xua thả ta lục Trump ai phơi nó đầm bay oi phụ quạt slap rồi coi chẳng mày Trump ta ở tê còn phơi đầm bay oi miền ban từ ngày cày vậy đây phụ kia chẳng ban đúng không khi chẳng oi Donald Trump nứng pa chỉ mùi chân vì bro việc gì phải tìm hàm nát được kia chẳng ca đài Donald Trump tới tầm lang quân oi Canada tầm lang quân Mexico tầm lang quân Anglais tầm lang quân ở Rome nó cứ việc pa sạch ai này nó ngay đại diện cho Amerik mình vô pico vô bài của Donald Trump hai đôi đấy bàn thư việc nâng hai đôi đấy bàn chia mình rư mưa mốc tùm ninh na ở vì cho bà lo bật bà con tao bạn na bạn đây việc nâng hay nâng khơi lang tao nâng khơi chọc tao anh chân đòn chân tao sập hia rồi bỏ Amerik nó cứ ọt miền ca nghe thư thế đôi chia cả đây là nè đại kỳ to ba nữa cứ ở rương bà phong thay pram rồi real tê bà pram rồi real tê còn té đâu Amerik buôn pon real phong mặc rọp vậy đó bà sụt tiền nè để hao sụt nè bà bây giờ này vậy là Donald Trump có vùng phương ní Việt phương áo pa từ đó chịu thiệp ri a ca nghĩa bò tê có việc pa từ nâng mật hẹ bọc luôn đại flop hạ ca cho người kia là nước tam po là miến Donald Trump còn cầm pung té đã sầm piết từ lưới lục Putin đi on trả chiết nó tiền á bà thằng cao vẫn cứ đã sầm piết từ lưới lục Putin nè xa po là miến suối thà nó piết là lục Putin còn mình prom cho cha chẳng thử mày nó Trump cho ta đấy thế khi ông đừng chặt ca là nó còn pra sầm piết bẹ quan tờ nâng toàn là cam thì nia kia lừa pre lừa ghẹ đại sau tịch tuôi vì bro lục Joe Biden sớm mai lục Joe Biden còn nợ bạc mình bật mọt bật chấm mọt lục Putin tế cầm ta lâu lục Donald Trump và hai chia mình tục hái và dân và lục Putin còn mình prom cho tội trò trà thì nục vì bro lục Donald Trump còn thác còn thui nít làm bay nâng chui từ đó lục Putin ta chui đó là gì chui từ đó chỉ cho Ukraine mọi slap tiền lâu nâng nhưng mưa tới hạng đôi chia lục Donald Trump nó còn dục chết tục đã vì ca banh cả đôi ca sầm lấp chỉ cho Ukraine cả đôi lâu Donald Trump còn đăng còn tam por miến hay miền bài ca thẳng lâu nâng lục Putin còn banh khăng một tí hơi trôi mà Ukraine ấy chẳng tao hay có đòn chẳng nó có đáp hơi lưu chẳng tao có đôi chia ăn sờ bài chật ta tệ ấy vùng cái cu thà thừa chẳng mấy oi chụp bài nhỏ bán ở đây vùng gần chè kia đấy lên pung pang những đôi áo sờ đáp kia sao chẳng Putin này với ai còn kinh chẳng Putin có tha ở tế còn ở toàn ná vì nó không sừng kìm là lái khơi còn không pẹt ao para làm bay bằng hai
bà mi pray mật comment mau thà lục chả giá ọt đằng đấy đào pil thằng đằng nom cho tàu sầm mò phum giống cái bẹ para đó thôi ba việc trầm trao tiền còn tay ca bằng hai là việc nâng á nè bị phía kia do mà bị phía tê để nó thà ca đài việc sropตัวหนึ่งสถานการณ์ในการจ่อจ้าฉกมันแต่โลกปูตินประมาณไงมุนอัดคืนจ่ออัดคืนเสียเปียปาราเราคืนเสียเปียปาราจังกี่เพียบอาก็โยเรื่องนึงจะมองวิพีแต่การเปิดนึงจ่อตัวสมอรภูมิสัวสกตุกอยู่ที่อันนี้วิตรเปียปารายังให้กับแต่โลกปูตินก็ชื่อเรื่องเราเปียได้กับพงแต่จ่อจ้าสมเพียบเนี่ยฉกมันเนี่ยจังนี่คือเชียร์การวิพีเราบอกเนี่ยวิพีให้กับการบาร้อมเราบอกเนี่ยได้คือจังเอาเวียนเมียนการจ่อจ้าคือเอามาชับหัวจังประจอบกับเอาเวียนเมียนการสลับยูต่อแต่ตีดชราต่อแต่ตีดเลยทีนะจังสลักเบี้ยเราบอกโดนัลด์ทรัมป์ได้ตระเลงจมูกโลปูตินนั้นคือเรานั้นคือการดักตอนการตะลึกธนีเกียร์แต่ในซอลมันจะมูนโตนึกว่าแล้วมันดังเกียร์กดโยต่างอ้อบัดต่างอ้อหรือก็อย่างไม่พวกเรานี้แกเปรย์แต่ในเมียนลูกโดบานแต่ปลาลุยโดลาบานนั้นนั้นโดยซาลูกโจไบเดนกดในบาเราเอาคลาเอาต่างห้ามดอกคลาเหมือนบัดปีแล้วนี้ประสานมาทาลูกโดนัลด์ทรัมป์กดแต่เจ็ดกระก็ทากดเจ็ดกระพวกกดจังเอาฉกมันก็เอาสลับเทียนจังกดกุมเรียมไอเนี่ยซาปวนเมียนมาซัวตีถ่ายจะประสานมาทาอาตอนกรรมนึงวิอาบานจุกเจยหลวงปู่ตีนอัปรมเทียนทำไมโดนนาตรัมกระทาอัดเต้กดเดิมเมียนสลักเบียเลยเทียนยี่จังได้ไล่ตรองจำนวนนี้ได้โดนนาตรัมก็อ่อนยี่ตรองวันนี้เนี่ยเพียมือจำนวนซาปวนเมียนทมบานวิกำไรท้าลูกโดนาตรัมไปหาจีอาจปราวิธีประจุนอาวุธเอาชราญแต่อุยแกรนแต่ไปบังตะเลรุสีดักตะเลรุสีเอาลูกปูตินกอดกึศเคยปีธากลัวแต่จอจ่าฉุกมันจอจ่าฉุกมันสั่นพวกเหล่านี้ลูกปูตินก็มีเปรียบอันนั้นเรื่องธรรมดายุ่งมาให้ประสันประทาเนี่ยได้มีเปรียบนั่นคือมันจังชบเองคือมันจังฉุกมันตีมันจังจอจ่าตีจังโลปูตินก็คงมีเปรียบแล้วนั่นแหละมาระยะปีแต่โดนัลด์ทรัมป์ก็ถือเอาอุยแกรนคว้าอาวุธนั่นแหละโลปูตินก็เล่นเคยยังเต้าให้น้ำบอลมาจำนวนเทียดคลังเทียดจังถือเอาอุยแกรนบักปูตินก็เคยจังก็บานจะได้ก็ทาอันนี้ข้างเนี่ยวิพีกินเยอะนะคือกวาดมันจ่อจ่าติเอาไว้ได้กวาดเยโยลอนั่นคือกวาดดำใบเป็นเยปีติดำใบหนึ่งตุกเอาติเฮียนบอกกวาดคือกาต่อตะเตียนให้บรรทัดกวาดมือเตี้ยถ้าติเฮียนบอกกวาดคลังหายกวาดอดเงียจ่อจ่าติกวาดเจ็ดโอ้ยังเต่าปีโปรเนี่ยวิพีกิตามตามจะบ้านนะกิทาลูกปูตินปุจเจียปีนี้ลูกปูตินปุจเจียมันตอนจังจอจ่าติบุคคลมีเปรียบจังเกกิทาในเกนึกจังเยทาเนี่ยวิพีนึกทามีแต่ปัจจุบันอาวุธเอาอุยแกรนเอาจราเหล่านี้ตามปรมีนหนึ่งปัจจุบันอาวุธไม่เม็ดไม่จักกับแต่โยเตลอัปเกรดประเทศแต่สายแต่สาธาลึกมุนโยเตปรานั้นเต้าประปอนรุมคานดอมิซิลนั้นคือเอามิซิลนั้นมีประสิทธิภาพเหล่านั้นทางโบอิงกดโยมาดำไปหนึ่งอัปเกรดไม่เตี้ยเหล่านั้นลือทามิซิล GLSDB หรือว่าอเมริกนั้นบ้านแต่ดอลรอบหายดำไปหนึ่งปัจจุบันแต่อุยแกรนจุ่มนัวมิซิล
ATACMS របស់អាមេរិកដែលពីមុនយើងថាអានឹងប៉ាកែនោះឥឡូវអាថ្មីនេះ GLSDB ដែលថ្មីហើយគេរំពឹងថារុស្ស៊ីពិបាកនឹងទប់ពិបាកនឹងរកប្រព័ន្ធដើម្បីរំខានឬក៏កំទេចអាចទប់ជាមួយនឹងមីស៊ីលថ្មីរបស់អាមេរិក GLSDB នេះបានហើយ GLSDB នេះបាញ់បានចម្ងាយរយៈឆ្ងាយដែរគឺ160គីឡូម៉ែត្រដែលពីមុនអាមេរិកធ្លាប់តែឲ្យទៅតែ80គីឡូអីហ្នឹងទេអត់ដែលលើស100ទេឥឡូវនេះឲ្យអាមួយនេះទៅគឺអាចដល់អានេះវាមានប្រសិទ្ធភាពបាញ់ដល់ទៅ160គីឡូម៉ែត្រដូច្នេះនេះគឺជាការចាប់ផ្ដើមមួយថ្មីទៀតក្រោយពីលោកដូណាល់ត្រាំគាត់ផ្អាកមួយរយៈហើយអឺរ៉ុបក៏កំពុងតែគុំគ្នាហើយកំពុងតែប្រឹងដើម្បីនឹងផលិតមីស៊ីលនិងអាវុធហើយនឹងបញ្ជូនទៅឲ្យអ៊ុយក្រែនបន្ថែមទៀតនឹងហើយទៀតនឹងហើយអាមេរិកក៏បញ្ជូនអឺរ៉ុបក៏បញ្ជូនតែដល់អាមេរិកថាអឺរ៉ុបថាអានោះដើម្បីធ្វើសម្ពាធដាក់ទៅលើលោកពូទីនឲ្យចូលតុចរចាតែហេតុដល់អ្នកមួយចំនួនទៀតបានគិតថាអានោះដូចយកប្រេងសាំងទៅចាក់លើភ្លើងអញ្ចឹងនឹងប្រិមិត្តគិតមិនខ្ញុំបាទក៏បាក់និយាយដែរដោយសារថាប្រិមិត្តខ្លះពីខ្លះហ្នឹងថាខ្ញុំបាទហ្នឹងចូលខាងអ៊ុយក្រែនថាចូលខាងអ៊ុយក្រែនក៏ថាបានព្រោះយើងចង់ឲ្យមានសន្តិភាពមិនចង់ឲ្យប្រជាជនអ៊ុយក្រែននេះស្លាប់តែគ្នាអ្នកស្រូតត្រង់ណាដោយសារយើងនឹងវាធ្លាប់រងគ្រោះមកហើយខ្ញុំបាទជឿលើប្រសាសន៍របស់សម្ដេចតេជោលោកមានប្រសាសន៍ថាសង្គ្រាមវាអាចដោះស្រាយបញ្ហាអីបានទេអញ្ចឹងវាមានតែចរចាគ្នាទេហ្នឹងហើយដល់ពេលថាហើយចុះឲ្យចង់ចរចាគ្នាចុះទៅគ្រប់គ្រងគេឲ្យអាវុធទៅស្អីមិនគ្រប់គ្រងទេទៀតប៉ុន្តែវាជាភារកិច្ចរបស់ប្រទេសមួយទៀតដែលគេគ្រប់គ្រងអ៊ុយក្រែននោះបើមិនជួយអ៊ុយក្រែនងាប់នៅគេគិតអញ្ចឹងបារាំងអាល្លឺម៉ង់អង់គ្លេសប្រជាជននៅអឺរ៉ុបឬមួយក៏ប្រទេសខាងលិចហ្នឹងគឺគេគិតឃើញអញ្ចឹងគិតឃើញថាលោករុស្ស៊ីគាត់ជាប្រទេសមហាអំណាចធំដល់អញ្ចឹងបើសិនបើថាមិនជួយអ៊ុយក្រែនទេប្រទេសតូចមួយហ្នឹងបើមិនជួយអ៊ុយក្រែនទេអាហ្នឹងរុស្ស៊ីសម្រាប់ប្រជាជនអ៊ុយក្រែនស្លាប់ច្រើនណាស់ពីព្រោះប្រជាជនអ៊ុយក្រែនក៏គាត់មិនងដៃងជើងចាំឲ្យគេមកសម្លាប់គាត់នឹងទេអាកគាត់នឹងទេគាត់ត្រូវតែចាប់អាវុធងើបតស៊ូដូចគាត់ធ្វើហ្នឹងឯងអាហ្នឹងមិនថាមិនថាអ៊ុយក្រែនទេសាសនាក៏ជាតិណាប្រទេសណាក៏ដូចគ្នាដែរប្រជាជនប្រទេសណាក៏ដូចគ្នាគឺគេការពារអធិបតេយ្យរបស់គេហើយចង់ថារឿងនឹងវាកើតមកពីណាពីណីមកពីនេះលោកពូទីនគាត់បាននិយាយណាទេណាបាទគាត់បានឲ្យសម្ភាសថារឿងសង្គ្រាមនៅអ៊ុយក្រែននេះត្រូវដោះដើមហេតុរបស់វាដោះពីដើមហេតុរបស់វាមិនមែនមកចាប់ចុងហេតុនោះទេមានន័យថាត្រូវរកឲ្យឃើញថារឿងដែលកើតឡើងមកដល់សប្តាហ៍ថ្ងៃនេះវាកើតពីអីអូហូបើស្រាវជ្រាវអញ្ចឹងវាច្រើនណាស់អ្វីដែលយើងអាចនិយាយបានគឺរឿង NATO ហ្នឹងមកតែលោកពូទីនគាត់ចង់សម្ដៅហ្នឹងណាស្រាវជ្រាវរឿងស្រាវជ្រាវពីដើមហេតុហ្នឹងបើយើងតាមយើងគិតឃើញភ្លាមហ្នឹងតែរបៀបយើងមិនមែនអ្នកសង្គ្រាមអ្នកតាមដានរឿងរុស្ស៊ីនិងអឺរ៉ុបនិង NATO ពីមុនមកហ្នឹងដែលយើងដឹងមកក្នុងពេលនេះដែលបានដឹងហ្នឹងគឺដើមហេតុមកគឺលោកពូទីនគាត់ថា NATO វាទីដល់ហើយ NATO ខ្លួនឯងគាត់ថារុស្ស៊ីវាទីពង្រីកឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់ខ្លួនអីចឹងទៅហើយប្រទេសដែលគេរងគ្រោះដោយសារតែរុស្ស៊ីវាទីហ្នឹងស្រែកអំពាវនាវ
trong châu chỉ mùi nâng ông Canato đã mấy cà pi na côរបស់ប្រទេសគេដោយសារអីដោយសារលោកពូទីនគាត់លុបដៃចូលមកប្រទេសរបស់គេដូចជាករណីអ៊ុយក្រែនដែលលោកសេលេស្គីគាត់និយាយជារឿយហ្នឹងគេថាដោយសារការបង្កឡើងដោយរុស្ស៊ីបង្កើតអបគមនៅក្នុងទឹកដីរបស់គាត់ហើយកន្លងមកគេរកឃើញថាមានការលូបដៃចូលនៅក្នុងការបោះឆ្នោតក្តីគណៈបកនយោបាយក្តីអីក្តីដើម្បីនឹងធ្វើឲ្យវាមានអ្នកដែលប្រូទៅខាងរុស្ស៊ីរីឯខាងរុស្ស៊ីវិញក៏ចោទថាដោយសារតែលោកសេលេស្គីនឹងប្រើគោលនយោបាយណាស៊ីដែលជាអានេះយើងនិយាយថាការសម័យសង្គ្រាមលោកលើកទី2ហ្នឹងគេអាចនិយាយបានថាណាស៊ីហ្នឹងគឺពួកដែលខូខើប្រៃផ្សៃសម្រាប់ប្រជាជនសាសមួយទៀតដែលរុស្ស៊ីចោទថាលោកពូទីនចោទថាណាស៊ីហ្នឹងសម្រាប់ប្រជាជនគាត់ប្រជាជនរុស្ស៊ីហ្នឹងនៅអ៊ុយក្រែនហ្នឹងឯងអញ្ចឹងទើបវាមានរឿងហ្នឹងកើតមកហើយចំពេលដែលលោកសេលេស្គីចង់ចូល NATO ទៀតដល់ហើយចូលមកបណ្ដោយលើកទ័ពចូលមកបណ្ដោយឥឡូវហ្នឹងរឿងហ្នឹងវានៅកន្លែងហ្នឹងឯទៀតណាដែលជារឿងដែលត្រូវជជែកគ្នាពីព្រោះឥឡូវហ្នឹង2អ្នកដណ្ដើមរាជដីកដាលហើយនឹងដោះយ៉ាងម៉េចទេប្រសិនបើទុកឲ្យលោកពូទីនគាត់និយាយថាឥឡូវហ្នឹងតើដោះស្រាយពីរឿងដើមហេតុតែកើតឡើងហ្នឹងឥឡូវធ្វើយ៉ាងម៉េចរឿង NATO ហ្នឹងធានាម៉េចអានេះ BBC គេអ្នកនេះណាអ្នកវិភាគណាទៀតណាបាទ BBC អ្នកវិភាគ BBC ថាអត់ទេដូចអត់បានជោគជ័យទេរឿងចរចាឈប់បាញ់នឹងអត់បានជោគជ័យទេហើយបើបានចរចាឈប់បាញ់ហើយវាមកគៀងត្រង់អាដី 20% ហើយនឹងចូល NATO ឬក៏កងទ័ពដែលត្រូវទៅការពារឲ្យអ៊ុយក្រែននោះវានៅតាក់កន្លែងហ្នឹងឯងឥឡូវមកដល់ម៉ោងនេះមកដល់ពេលនេះនៅអត់ទាន់មានចម្លើយអីច្បាស់លាស់បញ្ចប់នៅឡើយជាមួយរុស្ស៊ីទេតែក្រុមការងារប្រទេសពីរហ្នឹងគឺកំពុងជួបគ្នាហើយអតីតអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុង Washington បានឲ្យសម្ភាសថារុស្ស៊ីអត់ត្រូវការចរចាអីទាំងអស់បើតាមគាត់នៅអតីតអគ្គរដ្ឋទូតរុស្ស៊ីប្រចាំសហរដ្ឋអាមេរិកពីព្រោះការចរចានេះប្រៀបបាននឹងឲ្យអ៊ុយក្រែនដកដង្ហើមមានន័យថាឲ្យអ៊ុយក្រែននឹងរៀបចំទ័ពវិញតែអ៊ុយក្រែនក៏និយាយយ៉ាងដែរថាការចរចានេះក៏ដូចរុស្ស៊ីរៀបចំឲ្យរុស្ស៊ីមានដង្ហើមរៀបចំវិញរៀបចំទ័ពឡើងវិញអញ្ចឹងពីរនាក់នេះគឺដូចគ្នានិយាយគ្នាសំខាន់ត្រង់ថាអាមេរិកទៅធ្វើយ៉ាងម៉េចតែអ្នកវិភាគ BBC ថាទីបំផុតវាមានតែធ្វើយ៉ាងម៉េចដាក់សម្ពាធផ្នែកប្រដាប់អាវុធនឹងឲ្យទៅខាងរុស្ស៊ីឲ្យខ្លាំងទៅតែអានឹងវាស្លាប់ទៀតណាទៀតណាឃើញទេវាស្លាប់វាធ្វើឲ្យវាប្រជាជនអ៊ុយក្រែនហ្នឹងស្លាប់ហើយក៏ប្រជាជនរុស្ស៊ីក៏ស្លាប់ដែរប្រជាជនរុស្ស៊ីស្លាប់ចង់និយាយថាអត់ទេនេះបាទមិនពេញចិត្តនឹងប្រព័ន្ធហ្នឹងទេអានេះទូរស័ព្ទអស់លីងហើយទៀត comment អត់វាលោតអស់ទៅដឹងខ្ញុំបាទប៉ះអីមិញហ្នឹងវាងាយពេកទៀតវាធ្វើនឹងស្អីទេវាទំនើបពេកទៅធ្វើឲ្យយើងឈឺក្បាលអ្នកប្រើមុំហ្នឹងគឺឈឺក្បាលយើងអាយុប៉ុណ្្នឹងហើយឲ្យទៅធ្វើអាការងារហ្នឹងឲ្យវាដូចក្មេងៗយើងទៅអត់រួចទេអូខេខ្ញុំបាទបាត់ comment អស់ហើយទៀតណាបាទសូមអភ័យទោសពីប្រិមិត្តដែល comment មកគ្រូមកព្រាយមិញនេះតែចង់អានដែរតែពេលយើងវាខ្លីពេកទៅទៀតណាបាទវាខ្លីពេកព្រោះជាដល់ម៉ោងត្រូវទៅនេះហើយទៅ PNN ដើម្បីចូលរួមតិចទៀតប្រិមិត្តអញ្ជើញតាមទេសនាបដាល់នៅទូទស្សន៍ PNN នេះទៀតណាបាទនេះខ្ញុំបាទបានដកស្រង់ពីការវិភាគរបស់
ថានីទូទួធំរបស់អាមេរិកនេះណាគឺមានតែការបញ្ជូនអាវុធនេះប្រមាណទូទួហ្នឹងគេវិភាគឃើញអញ្ចឹងគឺថានឹងទៅចំណុចហ្នឹងហើយទៀតនឹងទៅចំណុចហ្នឹងហើយដូច្នេះប្រសិនបើមិនធ្វើអញ្ចឹងទេមិនគៀបលោកពូទីនទេតែយើងក៏នៅចាំមើលខាងចិនដែរទៀតណាព្រោះឥឡូវនេះអារឿងខាងចិនហ្នឹងក៏មិនដឹងជាគាត់នឹងអាចជួយយ៉ាងម៉េចបានដែរវាគួរតែជួយនិយាយជាមួយនឹងខាងរុស្ស៊ីនៅទៀតណាចិនឲ្យឈប់ទៅប្រិមិត្តចាំបានទេរឿងដាក់នុយក្លេអ៊ែររឿងអាវុធនុយក្លេអ៊ែរដែលបារាំងដែលកម្រនិយាយណាហ្នឹងពីព្រោះអញ្ចេះខ្ញុំបាទមុននឹងបញ្ចប់កន្លែងហ្នឹងខ្ញុំបាទចង់ទាញអារម្មណ៍ប្រិមិត្តឲ្យពិចារណានឹងបានដឹងថាជារៀងរហូតមកអាមេរិកតែងតែគៀបគ្រប់ប្រទេសទាំងអស់អត់ឲ្យមានអាវុធនុយក្លេអ៊ែរទេផលិតអាវុធនុយក្លេអ៊ែរទេប្រទេសដែលមានហើយដូចជាប្រទេសធំដែលមានកិច្ចសន្យាជាមួយគ្នាហើយនោះដូចជាបារាំងនិងប្រទេសចិនប្រទេសរុស្ស៊ីប្រទេសអីលើកលែងពីកូរ៉េខាងជើងដែលនិយាយអត់ស្ដាប់ឥឡូវអ៊ីរ៉ង់អាមេរិកត្រាំក៏ថាគាត់នឹងដាក់ទៀតតែឥឡូវនេះវាមកដល់បារាំងនិយាយរឿងហ្នឹងប៉ូឡូញសុំឲ្យអាមេរិកយកអាវុធនុយក្លេអ៊ែរទៅដាក់ប្រទេសគេទៅអាហ្នឹងកាន់តែមិនចាក់សាំងមកកដងពីរកដងអានេះចាក់សាំងមកស្ទែនហ្មងនេះរឿងអាវុធនុយក្លេអ៊ែរនេះហើយអាមេរិកកន្លងមកគឺជាប្រទេសដែលគ្រប់គ្រងអាហ្នឹងការពារអាហ្នឹងហើយឥឡូវហ្នឹងធ្វើទៅធ្វើមកដូចអឺរ៉ុបអញ្ចឹងអត់ដែលនិយាយសោះព្រោះទុកចិត្តតែអាមេរិកទេដល់ត្រាំមកធ្វើរបៀបហ្នឹងឥឡូវគេទាញឲ្យនុយក្លេអ៊ែរមកនិយាយហ្នឹងហើយអាហ្នឹងមិនចាក់ប្រេងលើភ្លើងកាន់តែខ្លាំងទេហ្នឹងហ៎នឹងរឿងហ្នឹងហើយអញ្ចឹងបានយើងគេក៏គិតឃើញថាវាមិនងាយចប់ទេណាបើសិនថាវាទៅដល់កម្រិតហ្នឹងរឿងអីពូទីនគាត់ព្រមបើឃើញមកខាងនេះកំពុងតែប្រឹងពង្រីកអញ្ចឹងតែបើសិនបើថាដាក់ឲ្យខ្លាំងទៅឲ្យគាត់ទន់ដៃមែនទែនរួមគ្នាណាទាំងអាមេរិកទាំងអឺរ៉ុបរួមគ្នាដាក់ឲ្យខ្លាំងមែនទែនដឹងសដឹងខ្មៅតែអានឹងគឺវាអាចសង្គ្រាមធំណាគ្រប់គ្រងបានបាក់គ្រប់គ្រងណាពេលហ្នឹងដល់ផ្ទុះទៅហើយបាក់គ្រប់គ្រងក្រែងថាវាធំណាតែយើងខ្លាចនេះជាបញ្ហាដែលត្រូវដោះទេណាហើយបញ្ហាដែលវាកើតមកហើយត្រូវដោះតែដោះយ៉ាងម៉េចអញ្ចឹងទេយើងជួយគ្នាគិតកុំតែយើងមិនអាចទៅធ្វើអីបានទេទៀតណាជឿថាយើងមិនអាចធ្វើអីបានទេអូខេមុននឹងបញ្ចប់បាទមកទៀតហើយជប់សំអល់បាទជប់សំអល់ជាល្បិចខូចរបស់រុស្ស៊ីមុនសង្គ្រាមតាមប្រភពព័ត៌មានលោកពូទីនបានសរសេរឯកសារតម្កល់ទុកនៅវិមានក្រែមឡាំងចំនួន 5000 ពាក្យពីភាសាអង់គ្លេសគឺរុស្ស៊ីអង់គ្លេសពីភាសាអង់គ្លេសពីរភាសារុស្ស៊ីនិងអង់គ្លេសគាត់សេពីអីជាល្បិចខូចរបស់រុស្ស៊ីណាលោកសំអល់ប្រភពព័ត៌មានលោកពូទីនបានសរសេរឯកសារតម្កល់ទុកនៅវិមានក្រែមឡាំងចំនួន 5000 ពាក្យពីរភាសាគឺរុស្ស៊ីនិងអង់គ្លេសអូខេបើមានពេលជួយខមមិនមកទៀតអីទៀតណាឲ្យអស់មើលស្ដាប់ខ្លឹមសារនឹងមិនយល់លោកថៃសណាន់រឿងនេះពូទីនបង្កើតនាំគ្នាចាប់ពូទីនដាក់ទ្រង់ទៅមនុស្សនៅលើពិភពលោកលែងស្លាប់ហើយអូខេជឿមកហ៊ុនបាទបទពិសោធន៍ក្រោយអាមេរិកទុកផ្លូវក្រោយសង្គ្រាមផលចំណេញក្រោយសង្គ្រាមផ្នែកសេដ្ឋកិច្ចដូចជាជប៉ុនអាល្លឺម៉ង់ជាដើមក្រោយសង្គ្រាមជាដៃគូពាណិជ្ជកម្មបាទបាក់ស៊ីងលីបើជារឿងអ៊ុយក្រែនចូលណាតូរុស្ស៊ីគ្រាន់តែវាយអ៊ុយក្រែនមួយប្រាវដាក់លក្ខខណ្ឌឲ្យអ៊ុយក្រែនឈប់ចូលណាតូទៅ
បានហើយតែរុស្ស៊ីចង់បានអ៊ុយក្រែនទាំងមូលដោយចាប់ផ្ដើមវាយចូលជិតក្រុងគៀវទៅហើយអូខេម៉ារឌីអរគុណបងច្រើនណាស់បងតែយកព័ត៌មានថ្មីៗមកផ្សាយអំពីវេលាឲ្យទៅបងផ្សាយទោះម៉ោងណាមើលជាប់រហូតបងតែរុស្ស៊ីយកបានតំបន់គៀវរបស់ខ្លួនបានយ៉ាងហើយនៅអត់ទាន់អស់ទេទៀតណានៅអត់ទាន់អស់នៅដូចជានៅជិត 20% តែអត់ទេអ៊ុយក្រែនដកអ៊ុយក្រែនអត់នេះតែគ្រាន់ថាដកឥឡូវនេះក៏មិនមែនដកងាយដែរណាទៀតណាពីព្រោះរុស្ស៊ីនោះមកបិទកតុយក្នុងក្រោយនេះដែរនេះអញ្ចឹងមកចំនួនហ្នឹងដែលនៅសល់ប្រមាណ100នាក់ហ្នឹងអានោះក៏នឹងជួបអាចគ្រោះអាក្រក់ទៅលើក្រុមហ្នឹងកងកម្លាំងហ្នឹងក៏ថាបានប៉ុន្តែតាមព័ត៌មានពីប៉ារីសមកថាពួកហ្នឹងដកមកអស់ហើយដោយសារគេមើលឃើញថាវាអត់ទុកកម្លាំងនៅនឹងក៏វាធ្វើឲ្យបាត់បង់អត់ប្រយោជន៍អត់អាចទៅធ្វើអីបានធំជាងនឹងទៀតទេមានតែចាញ់ដល់ឃើញកាឡាចាញ់ហ្នឹងនៅទៅអីទៀតណាអញ្ចឹងយកកម្លាំងហ្នឹងទុកកម្លាំងហ្នឹងយកមកដើម្បីទប់ជាមួយនឹងរុស្ស៊ីបាទអរគុណប្រិមិត្តដោយសារថាជាបាទដល់ម៉ោងត្រូវចេញទៅ PNN បដាល់នេះទេណាបាទយប់នេះប្រសិនបើមានពេលមកតាន់ត្រឡប់វិញតាន់ជាបាទនឹង live ជូននៅក្នុងយប់នេះមក8ជាងនេះទេណាបាទ8យប់បើអត់តាន់ទេក៏ជួបគ្នាត្រឹមនឹងនេះទេណាបាទតែបើមានព័ត៌មានអីថ្មីថែមទៀតខ្ញុំអាច live ខ្លីៗជូនយប់នេះក៏ថាបានអរគុណគ្រប់លា